ដើម្បីសរសេរផែនការយុទ្ធសាស្ត្រមួយឲ្យមានប្រសិទ្ធភាពគឺវាទាមទារនូវការចូលរួមពីមនុស្ស6ប្រភេទទី1គឺអ្នកដឹកនាំដែលទទួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេចចិត្តអ្នកគ្រប់គ្រងដែលទទួលខុសត្រូវក្នុងការចាត់ចែងនិងសម្របសម្រួលទី3គឺអ្នកឯកទេសខាងយុទ្ធសាស្ត្រទី4គឺអ្នកឯកទេសផ្នែកហិរញ្ញវត្ថុទី5គឺអ្នកឯកទេសផ្នែកតាមដាននិងវិតម្លៃនិងទី6គឺអ្នកឯកទេសផ្នែកធនធានមនុស្សដូច្នេះខ្ញុំលើកទឹកចិត្តឲ្យស្ថាប័នទាំងឡាយណាដែលមានសមាជិកភាពទាំង6ក្រុមនេះចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះជាមួយគ្នាដើម្បីឲ្យដឹងកាន់តែច្បាស់អំពីការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឲ្យមានប្រសិទ្ធភាព